ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចានេះគឺជាទស្សនវិជ្ជាដែលយើងចូលមកក្នុងមហាវិទ្យាល័យ Highland ចាបងប្អូនកំពុងតែអង្គុយចារងចាំលោកគ្រូគាត់ចែកជូតកាតចាដើម្បីយើងសម្គាល់ខ្លួនចាហើយកាតនោះផងដែរក៏យើងអាចយកទៅដូរបាយញ៉ាំបានដែរបងប្អូនគាត់ធ្វើអាហារជូនយើងពីរពេលចាដូចជាពេលល្ងាចមួយពេលហើយនិងពេលព្រឹកមួយពេលចានេះខាងក្រុមបងប្អូនខាងខ្ញុំគឺខ្ញុំអង្គុយមកជួចាដើម្បីងាយរអ្វីកុមារាងកុមារីក៏ដូចជាក្រុមយុវជនគឺច្រើនមែនទែនបងប្អូនអើយច្រើនណាស់បើសិនជាយើងអត់បានមើលគាត់វាគឺមិនដឹងថានៅណានៅណីទេគឺច្រើនមែនទែនហើយទីធ្លាសាលាគាត់នោះក៏ធំចាធំទលាយចាហើយឥឡូវនេះគឺយុវជនយុវនារីនោះគឺគាត់បានមកជួបជុំគ្នាហើយបងប្អូនចានៅគាត់មានការសម្ដែងក៏ដូចជាបទពិសោធន៍ថ្មីចាគាត់ប្រាប់ទៅបងប្អូនរបស់យើងចាហ្នឹងហើយឃើញថាបងប្អូនចូលរួមច្រើនកកមែនទែនចាមើលនេះគឺច្រើនគេមកពីដើរខេត្តច្រើនដូចជា3ឬក៏4ខែទេបងប្អូនខ្ញុំដូចជាភ្លេចដែរហើយចាអត់សូវច្បាស់ដែរហ្នឹងហើយបន្ទាប់ពីយើងប្រជុំហើយនេះគឺយើងមកញ៉ាំបាយពេលល្ងាចជុំគ្នាចាពេលមកញ៉ាំបាយបងប្អូនត្រូវតែចូលជាជួរចាខាងរស់មកជួរមកហើយខាងនារីមកជួរចាគឺគេមានខ្សែបន្ទាត់អញ្ចឹងណាចាហ្នឹងហើយអញ្ចឹងគាត់បានមកយកបាយញ៉ាំទាំងអស់គ្នាចាបាយនោះគឺមានដាក់ចានរបស់គាត់គឺមាន3ប្រឡោះមានបាយមានម្ហូបជុំគ្នាហើយទឹករីក៏មានដែរបងប្អូនគឺយើងទៅហ្នឹងគឺយើងគាត់ទទួលបាយនេះគឺអត់មានគិតថ្លៃទេបងប្អូនហ្នឹងហើយសម្រាប់បងប្អូនដែលញ៉ាំអត់ឆ្អែតគឺមានបាយថែមចាបាយថែមនៅលើតុហ្នឹងគឺសម្រាប់បងប្អូនដែលគាត់ញ៉ាំច្រើនអត់ឆ្អែតអញ្ចឹងយើងអាចថែមបានចាហ្នឹងហើយឃើញថាមនុស្សច្រើនចាកកហើយទេសភាពជុំវិញកន្លែងនោះគឺស្អាតចាមានភ្នំមានសួនផ្កាចាមានស្រះទឹកហើយនេះគឺបងប្អូនចាចូលមកបន្តទៀតហើយគឺច្រើនចារយៈពេលញ៉ាំបាយគឺយូរដែរចាហ្នឹងហើយបន្ទាប់ពីញ៉ាំបាយរួចយើងក៏មានកម្មវិធីបន្តចានៅពេលរាត្រីដែរហ្នឹងហើយគាត់មានកម្មវិធីចាសម្ដែងរឿងច្រៀងហើយនឹងបងប្អូនគាត់ជ្រើសរើសអ្នកមកតាមបណ្ដាខេត្តចាគឺគាត់ឡើងសម្ដែងដែរធ្វើឲ្យកម្មវិធីនោះគឺមានភាពសប្បាយរីករាយមែនទែនចាហ្នឹងហើយពួកគាត់ក៏បាននេះឡើងរំជុំគ្នាយ៉ាងសប្បាយរីករាយចាឃើញថាក្នុងបរិយាកាសហ្នឹងគឺសប្បាយមែនទែនចាវីដេអូនេះមានប៉ុណ្្នឹងឯងអរគុណចា